តម្លៃគេនៅតែឡើងចឹងបើចង់រកមុខរបរផ្សេងណាស់តែមិនដឹងទៅរកមុខរបរអីយីចឹងទៅចេះតែទ្រាំរត់អានឹងតិចតួចទៅបានហូបទិញម្ហូបហូបបាយហូបអីចឹងទៅដោយសារចំនួននៅមជ្ឈមបូព៌ាបានបណ្ដាលឲ្យមានការកើនឡើងតម្លៃប្រេងឥន្ធនៈនិងហ្គាសការនេះធ្វើឲ្យអ្នកប្រកបរបររថកង់បីឥណ្ឌាបង្ហាញពីបញ្ហាប្រឈមគឺតម្លៃហ្គាសនៅលើទីផ្សារជាតែបន្តកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលោកហានស្រួនអាយុ42ឆ្នាំមានកូន2នាក់ក្នុងបន្ទុកគ្រួសារប្រកបរបររថកង់បីតាំងពីឆ្នាំ2018បានបង្ហាញពីទុក្ខលំបាករបស់ខ្លួនក្រោយហ្គាសឡើងថ្លៃលោកបន្តថារាល់ថ្ងៃនេះលោករកចំណូលមិនសូវបានទេព្រោះតែតម្លៃហ្គាសនៅលើទីផ្សារវាឡើងខ្ពស់ពេកមកបច្ចុប្បន្នហ្នឹងហ្គាសឡើងថ្លៃជួបផលលំបាកខ្លាំងមកអូនវារយើងរត់ទៅដឹកញៀវទៅវាអត់ចំណាញ់ណាយើងការបុកភេងនេះវាកាត់លុយអេបច្រើនហើយនឹងហ្គាសវាឡើងថ្លៃទៀតយើងរត់ទៅវាអត់សល់កម្រៃដូចថា10000អញ្ចឹងយើងបានសល់តែ40%ហ្នឹងអញ្ចឹងយើងកាត់ទៅអេបកាត់ទៅហ្គាសអស់តែសល់40%យើងនៅហូបចុកអីតិចតួចទៅតិចសតតិចមិនមែនមានតែលោកហានស្រួនទេដែលជួបផលលំបាកនេះលោកមេភ័រអាយុ33ឆ្នាំប្រកបរបររថកង់បីឥណ្ឌានេះអស់រយៈពេល8ឆ្នាំមកហើយលោកក៏បានលើកឡើងពីទុក្ខលំបាករបស់ខ្លួនអំឡុងពេលមានការប្រែប្រួលតម្លៃហ្គាសនេះជាពិសេសលោកក៏មានបន្ទុកច្រើនក្នុងគ្រួសាររួមមានកូនប្រពន្ធនិងម្ដាយផងដែលត្រូវដោះស្រាយយើងរត់ទៅមិនសូវបានចំណូលបានតិចតែចំណាយថ្លៃហ្គាសបានច្រើនហ្នឹងអស់ច្រើនគប់គង់បានតែមកហូបចឹងគ្មាននៅសល់របស់យើងចំណាយហ្គាសច្រើនចំណាយថ្លៃចាយថ្លៃអីថ្លៃកូនរៀនកូនអីចឹងបន្ថែមពីលើនេះលោកមេថិនដែលប្រកបមុខរបរនេះប្រហែល1ឆ្នាំមកហើយក៏ត្អូញត្អែរដូចគ្នាដែរលោកនិយាយថាការរកស៊ីបច្ចុប្បន្នពុំសូវទទួលបានចំណូលច្រើនទេហើយប្រាក់ចំណូលដែលរកបានមកនោះបានត្រឹមចាក់ហ្គាសនិងផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបានខ្លះៗផលប៉ះពាល់នេះគេសង្កេតឃើញថាมันមិនកើតឡើងចំពោះតែអ្នកភ្ជាប់ app នោះទេអ្នកមិនបានភ្ជាប់ app ក៏ជួបការលំបាកដូចគ្នាប៉ុន្តែគ្រាន់តែមានកម្រិតស្រាលជាងលោកឡាំងហេងដែលមានវ័យ43ឆ្នាំប្រកបរបររថកង់បីឥណ្ឌាតាំងពីឆ្នាំ2018មកតែតែងតែហៅភ្ញៀវជិះផ្ទាល់ដែលមិនបានប្រើ app បង្ហាញពីការធ្លាក់ចុះមួយផ្នែកតូចនៃចំនួនអ្នកជិះតែក៏មិនសូវជួបផលលំបាកច្រើនដូចអ្នកដែលភ្ជាប់តាម app នោះឡើយតម្លៃហ្គាសក៏ត្រឹមថ្ងៃទី22ខែមីនាឆ្នាំ2026កើនឡើងចន្លោះពី1900រៀលទៅ3000រៀលក្នុង1លីត្រហើយតម្លៃទាំងនោះអាចខុសគ្នាទៅតាមការ៉ាសនីមួយៗតែទៅបញ្ហានេះក្រុមអ្នករត់កង់បីឥណ្ឌានឹងបានភ្ជាប់ app ផងនោះបានត្អូញត្អែរថាពួកគេពិតជាពិបាករស់មួយរយៈពេលចុងក្រោយនេះដោយសារតែតម្លៃដែលទទួលបានពីភ្ញៀវវាខុសគ្នាពីតម្លៃហ្គាសដែលចេះតែបន្តឡើងថ្លៃនៅលើទីផ្សារតាមក្រាស់បាទអាស្រ័យតាមក្រាស់ខ្លះ3400ក្រាស់ខ្លះ3200ក្រាស់ខ្លះ3000រត់ដងហើយចាក់ពី2000អញ្ចឹងបង2000ពេលឥឡូវឡើងដល់3500បាទខ្លះមានតាមក្រាស់ខ្លះឡើងបើតែឡាខ្មែរឡើង3200ក្រាស់ខ្លះឡើង3300 3400អញ្ចឹងតាមក្រាស់នីមួយអញ្ចឹងនិយាយទៅខាងក្រុមហ៊ុន app ហ្នឹងក៏តម្លើងដែរប៉ុន្តែតម្លើងបានតែ1គីឡូបានតែ100ឯង100លុយខ្មែរយើងហ្នឹងចំណែកឯកញ្ញាកៅស៊ីហ្វុងជានិស្សិត8ឆ្នាំទី3នៅរាជធានីភ្នំពេញបានប្រាប់គេហទំព័រប្រសិទ្ធកម្ពុជាថាកញ្ញាតែងប្រើប្រាស់សេវាកម្មម៉ូតូកង់3ដែលភ្ជាប់ app ជាមធ្យោបាយធ្វើដំណើរទៅសាលាជារៀងរាល់ថ្ងៃហើយការប្រើប្រាស់សេវា app នេះជួនកាលរូបគេជិះកង់3ដែលប្រើ app របស់ Grab ឬកង់3ដែលប្រើ app របស់ PassApp ឬកង់3ដែលប្រើ app របស់ Tada តែតម្លៃប្រហែលនៅដដែលទេបើសម្រាប់ app ផ្សេងទេខ្ញុំគិតថាអត់ឡើងហងប្រហែលជាថ្លៃនៅដដែលតែគេឡើងតាមពេលដូចជាពេលស្ទះឬក៏ពេលល្ងាចអីចឹងអាហ្នឹងគេកាត់ថ្លៃរៀងថ្លៃឡើងថែម300 400អីចឹងណាពេលខ្លះស្ទះខ្លាំងអីចឹងឡើងដល់1000អីក៏មានដែរគេហទំព័រប្រសិទ្ធកម្ពុជាបានព្យាយាមសុំការបំភ្លឺជាច្រើនដងដែរពីលោកប៉ែនសូវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប៉ុន្តែមិនមានការឆ្លើយតបដែលឡែកក្រុមហ៊ុនស៊ូគីមិចរបស់លោកសុគង្គកាលពីថ្ងៃទី21ខែមីនាបានប្រកាសពីការផ្អាកក្នុងការផ្គត់ផ្គង់ហ្គាសចាប់ពីថ្ងៃទី1ខែមេសាតែលោកកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលបានឆ្លើយតប3ថ្ងៃបន្ទាប់ថាក្រុមហ៊ុនស៊ូគីមិចនេះផ្គត់ផ្គង់ហ្គាសប្រមាណ 3% ទេនៅលើទីផ្សារសរុបនាពេលបច្ចុប្បន្ននេះរីឯតំណាងក្រុមហ៊ុន App ឈ្មោះថាដា
ដែលបានផ្ដល់បទសម្ភាសន៍ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតទៅលើការកែប្រែសេវាកម្មរបស់ខ្លួនតែតំណាងក្រុមហ៊ុននេះបានអះអាងថាភាគីក្រុមហ៊ុនមិននៅស្ងៀមនោះទេ លើបញ្ហាហ្នឹងពីខាងក្រុមការងារបានដំឡើងតម្លៃមួយចំនួនដែរបងទៅលើថ្លៃធ្វើដំណើរណាសម្រាប់ថងចំណុចហ្នឹងគឺយើងអាចកំណត់បានទេបងដោយសារតែទី1យើងយកទៅតាមតម្លៃទីផ្សារហើយតម្លៃហ្នឹងក៏មានការប្រែប្រួលទៅតាមទីកន្លែងឬក៏ពេលវេលាដែរបង តើតិនករណីនេះលោកវ៉ុនពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធយល់ឃើញថាក្នុងស្ថានភាពនេះខាងក្រុមហ៊ុនគួរតែចុះភាគរយនៃការកាត់កម្រៃជើងសារពីអ្នកបើកបរមិនតែប៉ុណ្ណោះរដ្ឋក៏គួរកែសម្រួលលើសេវាបង់ពន្ធដែរបើមិនដូច្នេះរឿងនេះនឹងតែជាការប្រឈមខ្ពស់ដដែល ខ្ញុំគិតថាក្រុមហ៊ុនអេគួរតែចុះភាគរយនៃការកាត់កម្រៃយើងសារពីអ្នកបើកបររាល់ថ្ងៃ10000គេយក1700អញ្ចឹងគួរតែ10000យកទៅទៅមក5% 10% បានហើយមានន័យថា10000យកទៅ500លុយខ្មែរអញ្ចឹងណាបើសិនអញ្ចឹងវិញអ្នកបើកបរស្លាប់អស់ហើយវាមិនអាចត្រង់ភាពពួកគាត់មិនអាចប្រើប្រាស់ប្រព័ន្ធអេតូរទៀតបានទេព្រោះវាស្ថានភាពសេដ្ឋកិច្ចជាពិសេសតម្លៃផ្ទះឡើងថ្លៃខ្ពស់ឡើង3000 4000ហើយហ្នឹង សម្រាប់ពលរដ្ឋដែលប្រកបរបររថកង់ BND និងប្រើប្រាស់ហ្គាសពួកគេទទូចឲ្យក្រុមហ៊ុនដែលបម្រើសេវាកម្មនៅលើ app មួយចំនួនគួរដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅចំពោះមុខនេះតាមរយៈការដំឡើងលើថ្លៃសេវាពីភ្ញៀវបើមិនដូច្នេះពួកគេអះអាងថាមុខរបរនេះនឹងដួលរលំហើយក៏មិនអាចចិញ្ចឹមឆ្នាំងបាយតទៅទៀតនោះឡើយ សូមស្នើដល់ក្រុមហ៊ុន app ទាំងអស់អាចជួយតម្លើងឲ្យខាងអ្នករត់ app ទាំងអស់គ្នាព្រោះគេឡើងថ្លៃហើយតម្លៃ app អត់បានឡើងថ្លៃឡើងបាន100តែតម្លៃគេឡើងដល់ទៅ7-800ហ្នឹង